លោកកឹមសុខជាអ្នកវិភាគនយោបាយជើងថ្មីមួយរូបដែលទើបលេចឈ្មោះខ្លាំងនៅក្រោយពេលអ្នកវិភាគល្បីឈ្មោះលោកបណ្ឌិតកែមលីត្រូវគេបាញ់សម្លាប់ជាអ្នកវិភាគជើងថ្មីតែមានពលរដ្ឋខ្លះបានចាត់ទុកលោកថាជាលោកកែមលីទី2ជាកូនកសិករនៅខេត្តតាកែវទម្រាំបានរៀនចប់អនុបណ្ឌិតពីប្រទេសចិនជីវិតលោកកឹមសុខបានឆ្លងកាត់ឧបសគ្គច្រើនណាស់សូមស្ដាប់ពីដំណើរជីវិតនិងការរស់នៅរបស់គាត់តាមរយៈបទយការបស់អឹមណាវិនដូចតទៅការគិតជាតិរបស់យើងហើយជាពិសេសបេះដូងរបស់យើងវាដាក់នឹងជាប់នឹងជាតិដូច្នេះអ្វីយើងនិយាយផ្ដោតទៅលើរឿងជាតិជាធំជាពិសេសខ្ញុំផ្ដោតទៅលើរឿងជាតិជាធំគឺបេះដូងនឹងវាមានជំងឺមួយជំងឺស្រឡាញ់ជាតិគាត់ជាអ្នកវិភាគជើងថ្មីមួយរូបដែលពលរដ្ឋមួយចំនួនបានស្គាល់គាត់រួចទៅហើយគាត់ឈ្មោះថាកឹមសុខលោកកឹមសុខបានផ្ដើមធ្វើជាអ្នកវិភាគគឺនៅក្រោយពេលដែលអ្នកវិភាគល្បីឈ្មោះលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016ទើបតែមានវត្តមានថ្មីក្នុងនាមជាអ្នកវិភាគនយោបាយនៅកម្ពុជាអ្នកវិភាគដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ព័ត៌មានបែបទស្សនៈដល់ពលរដ្ឋលោកកឹមសុខហាក់បានកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់ពលរដ្ឋខ្មែរខ្លះដែលកំពុងខ្លំមើលសកម្មភាពនយោបាយនៅកម្ពុជាបានហៅលោកកឹមសុខថាជាលោកបណ្ឌិតកែមលីទី2ក៏ប៉ុន្តែមានវ័យទើបតែ36ឆ្នាំលោកកឹមសុខមិនហ៊ានទទួលយកនៅអ្វីដែលពលរដ្ឋបានលើកឡើងនោះទេមិនចាំបាច់ប្រៀបធៀបបែបហ្នឹងទេយើងគ្រាន់តែធ្វើយ៉ាងម៉េចដើម្បីជួយគ្នាពង្រឹងការចែកចាយព័ត៌មានពង្រឹងការបញ្យល់ដល់រាជឲ្យយល់អំពីបញ្ហាសង្គមយើងនេះព្រោះវាធ្លាក់ដុនដាមខ្លាំងណាស់សង្គមយើងជាសង្គមដែលគេលក់គ្រប់រឿងបាត់ហើយដូច្នេះបើយើងយល់ថាសង្គមយើងជាសង្គមបែបណាគេលក់គ្រប់រឿងទៅហើយគេលក់គ្រប់កន្លែងទៅហើយអញ្ចឹងយើងប្រមូលព័ត៌មានមកប្រាប់ប្រជារាស្ត្រថាកុំឲ្យនៅដេកលក់ឲ្យទៅបោះឆ្នោតសារៈសំខាន់យ៉ាងម៉េចដោយលោកកែមលីគាត់បានធ្វើណាដូច្នេះអានឹងវាជារឿងសំខាន់អរគុណហើយដែលបានលើកតម្លៃដែលថាកែមលីទី2កែមលីអីនឹងប៉ុន្តែខ្ញុំមានអារម្មណ៍ខ្វះអៀនទៅវិញទេកាលណាលើកតម្លៃនៅពេលដែលខ្ញុំទៅតែចេញធ្វើបន្តិចបន្តួចបើប្រៀបធៀបទៅគាត់វិញដោយគាត់ច្រើនណាគាត់បានធ្វើច្រើនណាបើទោះបីជាគាត់មិនហ៊ានទទួលយកថាខ្លួនឯងមានសមត្ថភាពដូចជាលោកបណ្ឌិតកែមលីតែលោកកឹមសុខមានស្រុកកំណើតនៅខេត្តតាកែវជាមួយនឹងលោកបណ្ឌិតកែមលីគ្រាន់តែស្រុកខុសគ្នាតែប៉ុណ្ណោះលោកកឹមសុខជាកូនកសិករក្រីក្រនៅក្នុងស្រុកកោះអណ្ដែតដែលមានបងប្អូន5នាក់ហើយខ្ញុំច្បងគេខ្ញុំកើតនៅក្នុងត្រកូលកសិករហើយមានជីវភាពលំបាកអត់មែនទេមានតែខោមានខោ2នឹងផ្លាស់គ្នាទៅវិញទៅមកអាវអញ្ចឹងទៅហើយខោហ្នឹងចំកាលបងប្អូនគេជួយទេបងប្អូនឲ្យអញ្ចឹងទៅហើយប៉ះខោបើខាកកូតខោពីក្រោយប៉ះឃើញដូចនេះក្រឹមនេះកុយគាត់កំ ប្លែងអញ្ចឹងប៉ះអញ្ចឹងមិនមែនប៉ះរូបរាងអញ្ចឹងទេប៉ះចិត្តទៅរៀងគេឯងទៅហើយសំខាន់បោកទៅជ្រះប៉ុន្តែអ្វីគឺដោយសារឆន្ទៈទី1ចង់សិក្សាដូច្នេះយើងពុះពៀកាលពីកុមារភាពលោកកឹមសុខរៀននៅក្នុងថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យនៅសាលាជិតផ្ទះក៏ប៉ុន្តែលុះមករៀននៅថ្នាក់វិទ្យាល័យលោកបានឡើងមករៀននៅសាលាដែលមានចម្ងាយប្រមាណជា10គីឡូម៉ែត្រពីផ្ទះហើយ10គីឡូពីផ្ទះកាលនោះទៅស្នាក់នៅមួយអាទិត្យម្ដងស្នាក់នៅផ្ទះអ៊ំគាត់ធ្វើតូបអញ្ចឹងទៅនៅតាពាំងក្រោយផ្ទះគាត់ហ្នឹងលើភ្លឺតាពាំងហ្នឹងយើងធ្វើតូបស្នាក់នៅអញ្ចឹងទៅស្នាក់នៅផ្ទះគាត់អញ្ចឹងទៅហើយខ្ញុំចាំបានដូចជាមួយអាទិត្យបានលុយ500-1000រៀលអីទេពីឪពុកម្ដាយហើយពេលមកពីរៀនមានស្អីក្រៅតែពីបេះតកួនក្រោយផ្ទះគាត់ហ្នឹងហើយជួនកាលត្រីរបស់គាត់គាត់ចំទេគាត់បោះចិញ្ចឹមចោលទេហើយស្ទួយត្រីចិញ្ចឹមរបស់អ៊ំនោះជួនកាលយកមកធ្វើម្ហូបអញ្ចឹងទៅនៅក្នុងឆ្នាំ1998លោកកឹមសុខត្រូវឡើងមកបន្តការសិក្សានៅភ្នំពេញជាកូនអ្នកក្រីក្រឡើងមករៀនទីក្រុងមិនមែនជាការងាយស្រួលនោះទេកន្លែងស្នាក់នៅអាហារប្រចាំថ្ងៃប្រាក់ចាយវាយជាផលលំបាកខ្លាំងណាស់ជាបរិះដែលមានមាឌធំសម្បល់ស្រអែមទីបន្តិចអ្នកវិភាគវ័យក្មេងលោកកឹមសុខនិយាយថាទម្រាំទទួលបានសញ្ញាបត្របរិញ្ញាបត្រមួយនឹងគេលោកឆ្លងកាត់ការលំបាកច្រើនណាស់ការលំបាកដែលក្នុងសប្តាហ៍ខ្លះលោកដាច់បាយពី3ថ្ងៃឯណោះតងគេស្គាល់គេនៅវត្តណាឡោមយ៉ាងនៅស្គាល់លោកស្គាល់អីសុំមីមកលោកឲ្យវាត្រូវខ
ខែប៉ុនខែទៀតលោកឲ្យមកកន្លះបាវចេះហើយហូបសមីឯងខ្ញុំហូបមីកាលនោះរហូតដល់ឈឺកាពះដល់ឥឡូវហ្នឹងលោកកឹមសុខបានឡើងមករៀននៅភ្នំពេញមុនប្អូនប្រុសរបស់លោកពី3ឆ្នាំនិយាយពីការស្នាក់នៅដើម្បីរៀនសូត្រនោះអ្នកវិភាគជើងថ្មីរូបនេះនិយាយថាលោកធ្លាប់រស់នៅជាមួយអ៊ំធ្លាប់ស្នាក់អាស្រ័យនឹងវត្តអារាមនិងធ្លាប់ស្នាក់អាស្រ័យនៅក្នុងព្រះវិហារព្រះយេស៊ូវគ្រីស្ទជាដើមទម្រាំរៀនចប់4ឆ្នាំនោះអញ្ចឹងបានតែខ្ញុំរឿងនិយាយរឿងសាសនាខ្ញុំអត់ដែលមានអារម្មណ៍ស្អប់អ្នកណាទេហើយមានអារម្មណ៍ថាសាសនាมันល្អហ្មងខ្ញុំរៀនសូត្រគម្ពីរសាសនាព្រះយេស៊ូវនឹងរហូតដល់3-4ចប់3-4ដងហើយក៏អានច្រើនអំពីពុទ្ធសាសនាយើងឃើញថាល្អសំខាន់អ្នកជឿបើជឿនឹងជឿឲ្យប្រកបណាជឿឲ្យប្រកបប្រតិបត្តិឲ្យត្រូវគឺល្អមែនទែនដែរបងអ៊ីស្លាមសាសនាក៏ចឹងដែរខ្ញុំធ្លាប់សេពគប់នៅជាមួយដែរប៉ុន្តែនៅជាមួយរយៈពេលខ្លីលោកកឹមសុខបានរៀនចប់បរិញ្ញាបត្រគណិតវិទ្យាមុខវិជ្ជាគណិតវិទ្យាដែលលោកប្រឡងជាប់អាហារូបករណ៍សិក្សាមិនបាច់បង់ប្រាក់នៅក្នុងឆ្នាំ2004ហើយចប់ពីនោះមកខ្ញុំប្រឡូកក្នុងកិច្ចការនយោបាយទាំងដងក្នុងគណៈបព្វហ៊ុនស៊ិនពេជ្រការងាររបស់ខ្ញុំគឺសំខាន់រឿងព័ត៌មានហើយនិងយុវជនការតាមដានព្រឹត្តិការណ៍នយោបាយគេហៅថាថ្មីជាពិសេសរឿងនយោបាយដែលតាក់ទងនឹងអ្នកដឹកនាំជាន់គេឲ្យខ្ញុំតាមដានរឿងអស់ហ្នឹងហើយផ្សាយព័ត៌មានរឿងអស់ហ្នឹងហើយជាពិសេសធ្វើវិចារណកថានិងបទយកការនៅឆ្នាំ2011លោកកឹមសុខបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនលោកទទួលបានសញ្ញាបត្រអនុបណ្ឌិតពាណិជ្ជកម្មនៅឆ្នាំ2015រៀនចប់ស្របពេលដែលខ្លួនឯងមើលឃើញថាប្រទេសជាតិនឹងមានបញ្ហាបានជំរុញឲ្យលោកធ្វើជាអ្នកវិភាគបញ្ហានយោបាយសង្គមនៅពេលនេះមុននឹងពេលដែលលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់លោកកឹមសុខបានជួបលោកបណ្ឌិតកែមលីជាញឹកញាប់លោកអះអាងថាលោកបានរៀនសូត្រជាច្រើនពីលោកបណ្ឌិតកែមលីចំណុចល្អរបស់គាត់មួយគឺថាគាត់ទទួលយកទៅពិចារណាគាត់យល់អំពីតម្លៃថានៃការអង្គុយស្ដាប់គ្នាគាត់យល់អំពីតម្លៃនៃការផ្ដល់យោបល់ឲ្យគ្នាទម្លាប់លោកការនៃទុនភ្លុនណាស់មិនមែនអ្នកណាមួយក្មេងដែលអត់តម្លៃទេសម្រាប់គាត់កូនក្មេងក៏ដោយអីក៏ដោយមានតម្លៃនៅក្នុងការផ្ដល់ព័ត៌មានឲ្យគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមកដោយដែលគាត់បាននិយាយពីខាងលើហើយថាការចូលខ្លួនមកធ្វើជាអ្នកវិភាគនយោបាយសង្គមនៅពេលនេះមិនមែនលោកតាំងខ្លួនថាជាអ្នកចេះនោះទេលោកកឹមសុខនិយាយថាសង្គមខ្មែរមានអ្នកចេះមានអ្នករៀនចប់បណ្ឌិតច្រើនណាស់ក៏ប៉ុន្តែការចេញមកវិភាគជាជំហរដើម្បីពលរដ្ឋដើម្បីប្រទេសជាតិបែបនេះវាអាស្រ័យលើឆន្ទៈបុគ្គលម្នាក់លោកថាធ្វើជាអ្នកវិភាគដែលអាចមានបញ្ហាដល់ខ្លួនបើគិតពីបញ្ហាបុគ្គលជាធំបើគិតពីឡានវិឡាជាសំខាន់នោះมันអាចធ្វើជាអ្នកវិភាគបានទេខ្ញុំគិតថាជាសំណាងទៅវិញដែលខ្ញុំមានឱកាសហើយត្រូវបានអ្នកសារព័ត៌មានលើកកិត្តិយសផ្ដល់ឱកាសឲ្យនិយាយអំពីបញ្ហាប្រទេសជាតិខ្ញុំថាជាសំណាងរបស់ខ្ញុំវិញចំណុចទី1ចំណុចទី2និយាយពីរឿងអនាគតផ្ទាល់ខ្លួននិងនិយាយអំពីជីវភាពផ្ទាល់ខ្លួនវាប៉ះពាល់មែនហើយក៏ប៉ុន្តែបើយើងទុកថាជីវភាពនិងបញ្ហាផ្ទាល់ខ្លួនយើងគិតប៉ះពាល់ជ្រុលពេកអានឹងយើងមិនអាចជួយអ្វីផ្ដល់ជាយោបល់សម្រាប់ប្រទេសជាតិបានទេដូច្នេះរឿងផ្ទាល់ខ្លួនខ្ញុំស្វះស្វែងដើរធ្វើកិច្ចការផ្ទាល់ខ្លួនអញ្ចឹងទៅបកប្រែឲ្យគេជួយផ្ដល់គំនិតយោបល់អំពីទស្សនៈឲ្យគេឲ្យតាមអ្វីដែលជាសមាជិកគេមិនហ៊ានទទួលខ្លួនថាជាលោកបណ្ឌិតកែមលីទី2ក៏ប៉ុន្តែស្ដាប់ទៅលោកកឹមសុខដូចជាមានទស្សនៈស្រដៀងទៅនឹងលោកបណ្ឌិតកែមលីលោកកែមលីគាត់មានលោកកឹមសុខបានអះអាងថារាល់ការវិភាគរបស់លោកគឺដើម្បីការពារភាពការពិតឃ្លានេះបានធ្វើឲ្យយើងនឹកឃើញទៅដល់ឃ្លាមួយដែលលោកបណ្ឌិតកែមលីធ្លាប់និយាយលោកកែមលីតែងតែអះអាងថាការវិភាគរបស់គាត់គឺការពិតមិនមែនវិភាគការពារនោះទេខ្ញុំមានទស្សនៈមួយថានិយាយការពារការពិតដើម្បីកុំឲ្យការប្រឌិតត្រូវគេបំភាន់ថាជាការពិត